តថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខហៅថាស្លម្ជូរគ្រឿងទាកាប៉ាស្លឹកម្កាក់ថ្ងៃនេះមករៀបចំគ្រឿងរបស់ខ្ញុំចាប់ផ្ដើមហាន់គល់ស្ក្រៃនេះបន្ទាប់ពីហាន់ហើយខ្ញុំរៀបចំមានរំដេងមានល្មៀតខ្ទឹមហើយនិងម្ទេសខ្ញុំចាប់ផ្ដើមដាក់ជាមួយចូលទៅក្នុងត្បាល់នេះគ្រឿងដែលបានបុកហើយវាម៉ត់ហើយបងប្អូននេះចាប់ផ្ដើមដាក់ប្រហុកច្រាំប្រហុកចាប់ផ្ដើមច្រាំប្រហុកបន្ទាប់ពីច្រាំហើយខ្ញុំចាប់ផ្ដើមដួសប្រហុកនេះដាក់ចូលទៅក្នុងថាសជាមួយគ្រឿងហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមហាន់ស្លឹកម្កាក់ឲ្យម៉ត់បន្ទាប់ពីហាន់ហើយខ្ញុំចាប់ផ្ដើមដុសវាទុកជាមួយគ្រឿងដែរហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមកាត់សាច់ស្ទាសម្រាប់សាច់ទានេះតាមចំណូលចំណូលចិត្តបងប្អូនអាចចូលចិត្តកាប់ធំៗឬក៏តូចៗតែសម្រាប់ខ្ញុំកាប់ធំនេះខ្ញុំចាប់ផ្ដើមកាប់ហើយខ្ញុំដាក់ចូលគ្នាដែរអូខេនេះសម្រាប់គ្រឿងស្លម្ជូរគ្រឿងសាច់ទាបានរួចហើយតោះមកខ្ញុំចាប់ផ្ដើមដួសស្លឹកម្កាក់ចេញដាក់ចូលទៅក្នុងចានដើម្បីរៀបចំប្រឡាក់ដាក់គ្រឿងខ្ញុំចាប់ផ្ដើមច្បល់គ្រឿងនេះជាមួយសាច់ខ្ញុំប្រឡាក់សាច់តែហ្មងហើយនឹងប្រហុកខ្ញុំដាក់ចូលគ្នាច្បល់ឲ្យវាសព្វណាបងប្អូនអរគ្នាអានឹងដូចយើងប្រឡាក់សាច់ដែរបន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងដើម្បីកូរសាច់របស់យើងចាក់ប្រេងឆាចូលបន្តិចតោះមកខ្ញុំចាក់សាច់នៅគ្រឿងដែលប្រឡាក់មិញចូលបន្ទាប់ពីដាក់សាច់ឆាចូលគ្នាហើយយើងចាប់ផ្ដើមដាក់គ្រឿងនេះគ្រឿងមានទឹកត្រីស្ករអំបិលចេងតោះមកយើងចាប់ផ្ដើមកូរវាម្ដងទៀតដើម្បីឲ្យស្ករអំបិលចេកហ្នឹងចូលសាប់ចូលគ្នាបន្ទាប់មកយើងចាប់ផ្ដើមដាក់ទឹកជាដាក់ទឹកសម្រាប់ទឹកដាក់បរិមាណសមរម្យជាមួយនឹងសាច់របស់យើងណាបងប្អូនសម្រាប់គ្រួសារខ្លះគាត់ធ្វើច្រើនតែដាក់ទឹកច្រើនគ្រួសារខ្លះគាត់តិចសមាជិកគាត់ដាក់ទឹកតិចអូខេខ្ញុំចាប់ផ្ដើមក្របពុះឲ្យបងប្អូននេះអូខេសម្រាប់សម្លនេះបន្ទាប់មកខ្ញុំចាប់ផ្ដើមចាក់ស្លឹកម្កាក់ចូលរួចហើយបងប្អូនអូខេអញ្ចឹងម្ជូរទាកាប៉ារបស់យើងចាប់ផ្ដើមឆ្អិនរួចជាស្រេចអរគុណបងប្អូនសូមជួយ follow ម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូមុខម្ហូបថ្មីប្រចាំថ្ងៃ